នេះគឺជាសាច់រឿងថ្មីរបស់បងប្រុសម្នាក់ហ្នឹងគាត់ផ្ញើមកឲ្យខ្ញុំបងប្រុសហ្នឹងគាត់មានចម្ងល់មួយចំនួនពាក់ព័ន្ធនឹងស្នេហារបស់គាត់ដែលបានបញ្ចប់ទៅហើយប៉ុន្តែគាត់នៅតែមានចម្ងល់មួយចំនួនគាត់ចង់ស្វែងយល់ឲ្យច្បាស់ដើម្បីគាត់អាចប្រហែលជារៀនសូត្រពីបទពិសោធន៍ស្នេហារបស់គាត់សាច់រឿងរបស់គាត់ហ្នឹងគឺអញ្ចេះគាត់មានគូសង្សារមួយដែលសង្សារហ្នឹងគាត់អាយុច្រើនជាងគាត់ហើយក៏មានជីវភាពធូរធារជាងគាត់ឆ្ងាយដែរហើយពួកគាត់ទាំងពីរហ្នឹងមានទំនាក់ទំនងជាមួយគ្នារយៈពេល3ឆ្នាំមកហើយដោយសារតែថ្ងៃមួយហ្នឹងសង្សារគាត់ត្រូវទៅបន្តការសិក្សានៅអូស្ត្រាលីខាងស្រីហ្នឹងគាត់ក៏សម្រេចចិត្តសុំបញ្ចប់ជាមួយនឹងសង្សារដោយហេតុផលរបស់គាត់ថាគាត់អត់ចង់ចាំយូរជាងនឹងទៀតទេដោយសារតែខាងប្រុសមិនសូវធូរធារអញ្ចឹងគាត់សម្រេចចិត្តថាអត់ចង់ខាតពេលជាមួយគាត់ដែលត្រូវរងចាំរៀបការមួយគ្នាហើយណាមួយគាត់ក៏ថាដែលបើទោះបីជាការជាមួយគ្នាបើសិនជាជីវភាពនៅខ្វះខាតអញ្ចឹងក៏អត់ចង់ការឲ្យត្រូវលំបាកលំបិនជីវភាពរស់នៅមិនស្រួលអត់មានលុយចាយឬក៏អីចឹងទៅហើយនៅក្នុងថ្ងៃសំបីនឹងដែរខាងស្រីក៏គាត់និយាយថាច្រើនណាស់គាត់សុំរាប់អានត្រឹមធ្វើជាមិត្តភក្តិនឹងគ្នាវិញល្អជាងហើយគាត់ជាប្រុសក៏គាត់យល់ព្រមគាត់ទទួលយល់ហើយក៏បានបញ្ចប់ទៅប៉ុន្តែតាំងពីថ្ងៃបញ្ចប់នឹងមកអ្វីដែលជាបញ្ហារំខានចិត្តរបស់ខាងប្រុសនោះគឺខាងស្រីគាត់សម្រេចចិត្តបិទចោលរាល់ content ទាំងអស់បង្ហោះលែងឲ្យខាងប្រុសឃើញប៉ុន្តែមិនមែនជាការ block ទេគ្រាន់តែ restrict មិនឲ្យខាងប្រុសឃើញអញ្ចឹងណាធ្វើហាក់បីដូចជាមិនដែលស្គាល់គ្នាទាំងដែលធ្លាប់មានមនោសញ្ចេតនាជាមួយគ្នារហូតដល់ទៅ3ឆ្នាំក៏ដោយអញ្ចឹងឥឡូវនេះចម្ងល់គាត់នឹងមាន2សំណួរគាត់សួរខ្ញុំថាទី1គាត់សួរថាតើសកម្មភាពខាងស្រីអញ្ចឹងវាមានន័យថាពីដើមមកខាងស្រីមិនដែលស្រឡាញ់គាត់ពិតប្រាកដទេឬក៏អីឬក៏យ៉ាងណាហើយសំណួរទី2ដែលគាត់សួរបន្ថែមហ្នឹងគាត់សួរថាតើហេតុអីបានជាខាងស្រីចាំបាច់ធ្វើអញ្ចឹងដាក់គាត់ធ្វើអីអញ្ចឹងវេទិកានេះខ្ញុំនឹងឆ្លើយពីសំណួរនឹងទៅគាត់តាមរយៈសាច់រឿងដែលគាត់បានចែកមកប៉ុណ្ណឹងខ្ញុំអាចចាប់ផ្ដើមបញ្យល់គាត់បានពីចំណុចទី1គឺពាក់ព័ន្ធទៅលើប្រភេទស្នេហាដែលគាត់មានធម្មតាបើសិនជាគាត់សួរខ្ញុំថាតើស្នេហានឹងក្តីស្រឡាញ់ដែលធ្លាប់មានពីមុននឹងពិតប្រាកដឬក៏អត់យើងអាចថ្លឹងទៅលើទំហំបរិមាណ3ឆ្នាំដែលគាត់មានជាមួយគ្នាហើយខ្ញុំមិនដឹងថាមិត្តភាពរបស់គាត់ទាំង2នាក់នឹង3ឆ្នាំនឹងធ្វើអីគេខ្លះសប្បាយជាមួយគ្នាប្រហែលដងដើរលេងជាមួយគ្នាប្រហែលដងអនុស្សាវរីយ៍ច្រើនតិចខ្ញុំអត់ដឹងឯងប៉ុន្តែយើងអាចថ្លឹងខ្លួនឯងតើអារម្មណ៍រីករាយច្រើនជាងអារម្មណ៍មិនសូវរីករាយឬក៏យ៉ាងម៉េចតើសេចក្តីសុខសប្បាយចិត្តហើយនឹងការអន់សប្បុរសចិត្តនឹងគ្នាឬក៏លើសលួសខ្វះខាតជាមួយគ្នានឹងមួយណាមានច្រើនជាងប៉ុន្តែមិនថាមានកម្រិតប៉ុណ្ណាទេយើងគ្រាន់តែឲ្យដឹងថានឹងគឺជាអារម្មណ៍ឬក៏មនោសញ្ចេតនាដែលធ្លាប់មានជាមួយគ្នាបទពិសោធន៍អនុស្សាវរីយ៍ធ្លាប់មានបន្ទាប់ពីយើងយល់ដល់នឹងហើយខ្ញុំចង់បញ្យល់មួយទៀតពាក់ព័ន្ធទៅលើថាអាស្នេហាហ្នឹងបើតាមការយល់ឃើញរបស់ខ្ញុំគិតថាវាមិនខុសអីពីផ្ទះទេធម្មតាផ្ទះឈើក៏យើងហៅថាផ្ទះថ្មក៏យើងហៅថាផ្ទះឬក៏ផ្ទះស្បូវផ្ទះអីក៏ហៅថាផ្ទះដែរឲ្យទៅជាកន្លែងទីលំនៅអញ្ចឹងធម្មតាអ្នកខ្លះនៅពេលដែលគាត់ចង់បានផ្ទះនៅគាត់អាចសម្រេចចិត្តថាខ្ញុំចង់ធ្វើផ្ទះឈើអញ្ចឹងទៅឬក៏គាត់មានលទ្ធភាពធ្វើផ្ទះស្លឹកឬក៏ផ្ទះស្បូវអញ្ចឹងទៅអញ្ចឹងអាផ្ទះឈើផ្ទះស្លឹកផ្ទះថ្មហ្នឹងដើម្បីបង្កើតផ្ទះនឹងបានវាអាស្រ័យទៅលើលទ្ធភាពជាក់ស្ដែងដែលម្ចាស់ផ្ទះនឹងគាត់អាចធ្វើទៅរួចឬក៏ទៅតាមទឹកចិត្តស្រឡាញ់ជាងការអ្នកខ្លះគាត់មានបានប៉ុន្តែគាត់នៅអាចរស់នៅក្នុងផ្ទះឈើបានឬក៏គាត់អាចធ្វើជាផ្ទះឈើបានចំណែកអ្នកខ្លះទៀតទោះបីគាត់ចង់បានផ្ទះថ្មប៉ុន្តែគាត់មានលទ្ធភាពធ្វើធ្វើផ្ទះស្លឹកឬក៏ផ្ទះឈើអញ្ចឹងទៅអញ្ចឹងលក្ខណៈសម្បត្តិនៃផ្ទះហ្នឹងមនុស្សម្នាក់មានគោលដៅរៀងៗខ្លួនក្នុងការចង់បានអញ្ចឹងការសម្រេចចិត្តចង់បានផ្ទះប្រភេទណាវាអាស្រ័យទៅលើជីវភាពផងវាអាស្រ័យទៅលើទឹកចិត្តស្រឡាញ់ផងទំហំនៃក្តីស្រឡាញ់ផងប៉ុន្តែសួរតែផ្ទះហ្នឹងពិតអត់ផ្ទះឈើក៏ពិតផ្ទះថ្មក៏ពិតហើយផ្ទះស្លឹកក៏ជាផ្ទះពិតប្រកបដែរឥឡូវត្រឡប់មកក្តីស្រឡាញ់គាត់វិញក្តីស្រឡាញ់គាត់ក៏ដូចគ្នាដែរខ្ញុំគិតថាអញ្ចឹងអ្នកខ្លះមើលទៅលើរូបសម្បត្តិគាត់សម្រេចចិត្តស្រឡាញ់ដោយសាររូបសម្បត្តិអ្នកខ្លះគាត់សម្រេចចិត្តស្រឡាញ់ដោយសារគាត់ត្រូវការដៃគូដែលមានលទ្ធភាពអាចផ្គត់ផ្គង់ឲ្យគាត់តាមបែបលុយកាក់ឬហិរញ្ញវត្ថុអីចឹងទៅអញ្ចឹងអាស្តង់ដាដែលគាត់ចង់បានកម្រិតណាពីបុគ្គលហើយត្រូវការចំណុចណាខ្លះពីដៃគូរបស់គាត់វាគឺជាគោលបំណងរបស់គាត់វាគឺជាសិទ្ធិឯកជនរបស់គាត់ក្នុងការជ្រើសរើសប៉ុន្តែសួរថានៅពេលដែលគាត់ដាក់ចិត្តស្រឡាញ់យើងនឹងសួរថាអាក្តីស្រឡាញ់នឹងពិតឬក៏คล้าย3ឆ្នាំបើសិនជាយើងថ្លឹងថាគាត់នៅជាមួយគ្នាវាមិនคล้ายទេវាគឺជាក្តីស្រឡាញ់ដូចគ្នាប៉ុន្តែខ្ញុំអាចនិយាយបានថាកន្លែងនេះគឺយើងប្រហែលជាអាចដកចិត្តលែងទៅអង្គុយឆ្ងល់ថាក្តីស្រឡាញ់នឹងពិតឬមិនពិតដែរវាលែងសូវសំខាន់ដែរអាសំណួរសំខាន់ហ្នឹងសួរថាក្តីស្រឡាញ់នឹងវាមានទំហំប៉ុណ្ណាអញ្ចឹង3ឆ្នាំដែលមានជាមួយគ្នា
ទោះបីរយៈពេលនឹងវាវែងក៏ដោយហើយក្តីស្រឡាញ់នឹងក៏វាពិតក៏ដោយប៉ុន្តែវាគ្រាន់តែមានន័យថាគាត់ស្រឡាញ់យើងតិចពេកហើយអាក្តីស្រឡាញ់ដែលគាត់មានចំពោះយើងនឹងឬក៏ក្តីស្រឡាញ់ដែលយើងមានចំពោះគាត់ហើយអាចផ្ដល់ទៅឲ្យគាត់នឹងគឺជាអ្វីដែលគាត់មិនទាន់ពេញចិត្តចង់បានខ្លាំងឯងដូចក្តីស្រឡាញ់ដែលកើតចេញពីលុយឬក៏ក្តីស្រឡាញ់ដែលកើតចេញមកពីជំហរជីវភាពដែលគ្រាន់បើឯងអញ្ចឹងកន្លែងនេះវាមានន័យតែប៉ុណ្្នឹងឯងអញ្ចឹងដូចតែគាត់បាននិយាយអញ្ចឹងពេលស្រឡាញ់គ្នាគឺគាត់ចង់ដាក់គោលដៅថាដៃគូរបស់គាត់ត្រូវតែមានជីវភាពខ្ពស់ត្រូវតែមានលទ្ធភាពហុលលុយបានច្រើនឬក៏ជាចំហរឹងមាំសម្រាប់អនាគតគាត់ឬក៏អនាគតទាំងពីរនាក់អញ្ចឹងបើសិនជាយើងអាចផ្ដល់អានឹងឲ្យបានគាត់ក៏នៅតែមានលទ្ធភាពស្រឡាញ់យើងដែរគ្រាន់តែទំហំនៃក្តីស្រឡាញ់ដែលគាត់ដាក់ឲ្យបើប្រៀបធៀបជាមួយនឹងអ្នកដែលមានលុយគាត់អាចដាក់ចិត្តស្រឡាញ់ឲ្យយើងបានក្នុងកម្រិតមួយហើយអ្នកដែលមានលុយមានឱកាសអាចទទួលបានក្តីស្រឡាញ់ពីគាត់ច្រើនជាងនឹងឆ្លើយនឹងសំណួរដើមខ្ញុំជឿជាក់ថាក្តីស្រឡាញ់នឹងវាមិនមែនជាក្តីស្រឡាញ់คล้ายៗទេវាជាក្តីស្រឡាញ់ពិតដូចគ្នាគ្រាន់តែវាមានទំហំទូចឬក៏ទំហំតិចល្មមឥឡូវចូលទៅដល់សំណួរទី2ដែលគាត់សួរថាចុះហេតុអីបានជាខាងស្រីសម្រាប់ចិត្តបិទគាត់មិនឲ្យគាត់ឃើញ content ឬក៏ធ្វើហាក់បីដូចជាមិនដែលស្គាល់គ្នាទោះបីមិន block ក៏ដោយប៉ុន្តែ unfriend ឬក៏អីចឹងគិតគាត់មិនព្រមបន្តថែរក្សាមិត្តភាពជាមួយគ្នាកន្លែងនេះខ្ញុំចង់បញ្យល់ថាវាអត់មានអីខុសទាស់ទេហើយខ្ញុំជឿជាក់ថាសកម្មភាពរបស់គាត់វាអាចធ្វើឲ្យយើងប៉ះពាល់ផ្លូវចិត្តធ្វើឲ្យយើងនឹងអង្គុយឆ្ងល់ទៅហេតុអីថាយើងធ្វើអីខុសមែនបានជាគាត់ធ្វើអញ្ចឹងបើទោះបីជាយើងសម្រេចចិត្តទទួលស្គាល់លទ្ធផលរបស់ខ្លួនថាគេឈប់ស្រឡាញ់យើងហើយឬក៏គេដកចិត្តស្រឡាញ់ពីយើងហើយក៏យើងយល់ស្របព្រមធ្វើជាមិត្តភក្តិនឹងគ្នាទោះបីជាគាត់និយាយថាពេញចិត្តនឹងរាប់អានជាមិត្តភក្តិប៉ុន្តែគាត់នៅតែសម្រេចចិត្តបិទចោលលែងឲ្យឃើញ content ហើយធ្វើហាក់បីដូចជាមិនស្គាល់អញ្ចឹងដូចដែលខ្ញុំបានបញ្ជាក់មុននឹងមិញហ្នឹងសូមកុំឲ្យយើងទៅគិតថាវាគឺជាបញ្ហារបស់យើងតាមពិតទៅវាគឺជាបញ្ហារបស់គាត់ធម្មតាទេដូចយើងអាចយល់បានជំរឿក្នុងការសំបែកក៏វាកើតចេញពីគាត់អាចជំរឿសុំធ្វើមិត្តភក្តិក៏វាកើតចេញពីគាត់ហើយអាចសកម្មភាពដែលគាត់បញ្ចេញធ្វើហាក់ហីជាមួយយើងមិនដែលស្គាល់យើងក៏កើតចេញពីគាត់អញ្ចឹងសួរថាតើសកម្មភាពទាំង3នេះយើងអាចយល់អីគេខ្លះពីវាយើងត្រូវយល់សកម្មភាពទាំងអស់ហ្នឹងមិនមែនជាសកម្មភាពងាយធ្វើស្រួលទេធម្មតាយើងចាប់ដើមមានស្នេហាជាមួយនរណាម្នាក់ការបដិសេធឬក៏ការផ្ដាច់ខ្លួនពីគេឬក៏ជំរឿក្នុងការបិទឬក៏ block គេក៏ដោយជំរឿទាំងអស់ហ្នឹងវាមិនមែនជាជំរឿងាយស្រួលធ្វើទេសម្រាប់ភាគីម្ខាងទៀតដែលគាត់ចាប់ផ្ដើមលែងពេញចិត្តយើងឬក៏គាត់ចាប់ផ្ដើមធ្វើជាមនុស្សចិត្តដាច់ក្នុងការហាមាត់សុំបញ្ចប់អញ្ចឹងបើសិនជាវាមិនមែនជាសកម្មភាពងាយស្រួលមានន័យថាមិនវាគឺជាសកម្មភាពដែលអាចធ្វើឲ្យគាត់ត្រូវកើតទុកឬក៏ត្រូវកៅឡើងละเอียดខ្លួនជាមួយនឹងសកម្មភាពខ្លួនឯងមូលហេតុដែលធ្វើឲ្យគាត់ละเอียดខ្លួនពីព្រោះរៀងរាល់ពេលដែលគាត់ងាកទៅស្រឡឹងមើលហេតុផលឬក៏ស្រឡឹងមើលមុខយើងត្រូវមើលមុខយើងត្រូវឃើញ profile យើងឃើញរូបភាពយើងវានឹងធ្វើឲ្យគាត់នឹកឃើញថាអញអាក្រក់អញគឺជាអ្នកដែលចិត្តដាច់ទៅកាត់គេចោលចេញពីជីវិតឬក៏ជាអ្នកដែលជាតួអង្គអាក្រក់នៅក្នុងសាច់រឿងហ្នឹងអញ្ចឹងនៅពេលដែលគាត់គិតឃើញអញ្ចឹងវាពិបាកទទួលយកសម្រាប់គាត់ដែលត្រូវទទួលស្គាល់ថាគាត់គឺជាអ្នកដែលចិត្តដាច់ចំពោះមនុស្សដែល slow ត្រង់ឬក៏មនុស្សដែលអត់មានបញ្ហាអីសោះគ្រាន់តែគាត់អត់មានលុយយើងក៏សម្រេចចិត្តបញ្ចប់ជាមួយគាត់អញ្ចឹងតើកាលណាគាត់នៅនឹកឃើញគំនិតហ្នឹងគាត់វាละเอียดខ្លួនហើយដល់ពេលដែលគាត់ละเอียดខ្លួនគាត់ធ្វើមិនគឺគាត់គេចមុខពីយើងនឹងឯងហើយជំរឿក្នុងការគេចមុខគឺគាត់ធ្វើមិនស្គាល់ហើយគាត់ក៏សម្រេចចិត្តថាបិទលែងឲ្យយើងឃើញហើយសួរថាហេតុអីក៏មិន block គាត់មិន block ដោយសារតែបើសិនជា block វាកាន់តែអាក្រក់ជាងនឹងទៀតអញ្ចឹងបើសិនជា block វាអាក្រក់ពេកហើយបើសិនជានៅនិយាយរកគ្នាវាធ្វើឲ្យគាត់ละเอียดខ្លួនអញ្ចឹងអាចជំរឿកដាលគឺសម្រាប់ចិត្តអត់ block ប៉ុន្តែបិទលែងឲ្យឃើញ content ហើយក៏ហាក់ហីលែងសើនិយាយរកគ្នាអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាវិធីសាស្ត្រឬក៏ជាសកម្មភាពដែលគាត់ធ្វើដើម្បីបន្លប់ចិត្តខ្លួនឯងកុំឲ្យគាត់ត្រូវមានអារម្មណ៍ละเอียดខ្លួនរាល់ពេលដែលគាត់ឃើញយើងរាល់ពេលដែលគាត់ឃើញមុខយើងគាត់អាចមានអារម្មណ៍ទាំងអស់ហ្នឹងអញ្ចឹងខ្ញុំសន្និដ្ឋានថាចម្លើយរបស់ខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ពីសំណួរខ្ញុំសង្ឃឹមថាម្ចាស់សំណួរអាចយល់បានថាតើស្នេហាគាត់ជាប្រភេទស្នេហាអីហើយក៏អាចយល់ទៅលើសំណួរទី2ដែលគាត់បានសួរថាហេតុអីបានជាភាគីខាងស្រីធ្វើសកម្មភាពទាំងអស់ហ្នឹងអញ្ចឹងសន្មតថាវីដេអូខ្ញុំមួយហ្នឹងគឺមានតែប៉ុណ្្នឹងសូមអរគុណ